flea market នៅ Saint Pete ឬក៏ Clearwater ហ្នឹងឥឡូវគេបើកថ្មីទៀតហើយបងប្អូនគេបិទនឹងដូរកន្លែងជាច្រើនលើកច្រើនសារឥឡូវនេះគេមកបើកកន្លែងនេះមួយទៀតកន្លែងទៅបើកថ្មីលើកនេះគឺថាស្រួលដើរទិញខ្លាំងមែនតើទោះបងប្អូនមកចំពេលក្តៅឬត្រជាក់ចាឬមួយក៏ចំពេលភ្លៀងឬមួយក៏ចំពេលអីក៏លែងបារម្ភដែរពីព្រោះអីលែងនៅក្រោមឆ័ត្រហើយបងប្អូនគឺនៅក្នុងរោងម្ដងហើយនៅក្នុងផ្សារគេបដ ហើយបងប្អូនចំណែកនៅខាងក្រៅវិញចង់ចតឡានប្រមាណក៏បានដែរកន្លែងនេះគឺធំខ្លាំងមែនតើមិនថានៅក្នុងឬក៏នៅខាងក្រៅអីទេតែពីមុនមកធ្លាប់ហៅថាផ្សារមេឃឥឡូវហៅផ្សារមេឃអត់កើតទេដោយសារតែអត់នៅក្រៅមេឃទៀតទេលើនេះមានដបូលមានអីត្រឹមត្រូវបងប្អូនចាចូលទៅមានម៉ាស៊ីនត្រជាក់មានភ្លើងភ្លឺឆ្វាចតែម្ដងគេទៅបើកថ្មីបងប្អូនចា Grand Opening នៅឡើយទេហើយចំណែកខ្ញុំនេះខ្ញុំទៅការពីព្រឹកមិញនេះដើរហើយមានអារម្មណ៍ថាចូលចិត្តខ្លាំងមែនតែនកន្លែងនេះបងប្អូនគឺខ្ញុំបន់ឲ្យគេលក់ជារៀងរហូតតែម្ដងនៅកន្លែងហ្នឹងចូលទៅមានអារម្មណ៍ថាស្អាត clean ហើយមើលទៅទំនងមែនតែនបងប្អូនដូចនៅក្នុងផ្សារបន្លែនៅស្រុកយើងមួយយ៉ាងដែរតាប៉ុន្តែនៅនេះផ្សារបន្លែមែនតែនៅក្នុងម៉ាស៊ីនត្រជាក់ទៀតដើរចូលផ្សារនេះហើយមានអារម្មណ៍ថាអត់ខ្ជិលដើរទេបងប្អូនអត់ខ្ជិលតែម្ដងប៉ុន្តែដោយសារតែផ្សារនេះគេទៅបើកថ្មីអ្នកលក់ក៏អត់ទាន់មានច្រើនដែរហើយចំណែកអ្នកទិញវិញក៏អត់ទាន់ស្គាល់នឹងដឹងកន្លែងថ្មីនេះនៅឡើយទេអញ្ចឹងទៅខ្ញុំធ្វើវីដេអូមួយនេះក៏ដូចជាការផ្សព្វផ្សាយឲ្យបងប្អូនអាស៊ីយើងបានឃើញថាអ្នកដែលចូលចិត្តដើរលេងនៅទិញតាម flea market ហ្នឹងឲ្យគាត់ឃើញថាឥឡូវគេបើកថ្មីហើយនៅម្ដុំ Clearwater ឬក៏ Saint Pete ហ្នឹងឲ្យគាត់ហ្នឹងបានមកដើរទិញមកដើរអីចឹងគឺថាមកដឹងតែសប្បាយចិត្តទេបងប្អូនព្រោះកន្លែងនេះស្អាតមែនតើហើយបងប្អូនដែលមានចំណាប់អារម្មណ៍ចង់មកលក់នៅក្នុងផ្សារហ្នឹងណាយ៉ាមិនខ្វះកន្លែងទេបងប្អូនយ៉ាមានដំណាំអីឬក៏ផ្លែឈើអីបន្លែអីចង់យកមកលក់ពួកអីគេធ្វើគំនូសមកប្លង់ឲ្យយើងដាក់ជួលប៉ុន្តែតាមខ្ញុំដឹងគេជួលរៀងថ្លៃបន្តិចបងប្អូននៅកន្លែងហ្នឹងនៅក្នុងផ្សារនេះមិនមែនមានលក់តែបន្លែឬមួយក៏ផ្លែឈើទេបងប្អូនគេធ្វើម្ហូបលក់ច្រើនណាស់នៅក្នុងហ្នឹងកន្លែងលក់ម្ហូបអាហារសម្រាប់ញ៉ាំថ្មីភ្លាមនៅក្នុងហ្នឹងមានតុមានកៅអីអង្គុយត្រឹមត្រូវបងប្អូនស្រួលណាស់នៅកន្លែងនេះហើយមិនបាច់បារម្ភដីហុយចូលម្ហូបចូលអីទេអង្គុយញ៉ាំដោយសុវត្ថិភាពពួកអីនៅក្នុងហលធំមែនតែនបិទតែឥឡូវនេះគេលក់នៅក្នុងផ្សារគេត្រឹមត្រូវមានម៉ាស៊ីនត្រជាក់មានអីស្រួលបួលមែនបងប្អូនប៉ុន្តែតម្លៃផ្លែឈើឬក៏បន្លែហ្នឹងគាត់លក់ប្រហែលជាតម្លៃលើកមុនដែរអត់សូវមានឃើញអាណាត្រូវលក់ឡើងថ្លៃអីទេធ្លាប់ទិញតម្លៃពីមុនមកប្រហែលអញ្ចឹងគឺគាត់លក់ប្រហែលតែមុនដែរទេឃើញការរៀបចំលក់ដូររបស់គេនៅក្នុងហ្នឹងបងប្អូនបើសិនណាជាគេលក់ជារៀងរហូតមិនដឹងจะល្អប៉ុណ្ណាទេព្រោះflea market ឬក៏ផ្សារមេឃឬក៏ farmer market ហ្នឹងគឺដូរទីតាំងរហូតនៅម្ដុំខ្ញុំហ្នឹងមិនងាយបានរកកន្លែងស្រួលលក់ស្រួលដូរបែបហ្នឹងទេមិនដឹងថាលើកនេះត្រូវមូទៅណាទៀតឬក៏ត្រូវលក់យូរប៉ុណ្ណាទេអានេះក៏អាស្រ័យជាមួយនឹងបងប្អូនដែលគាត់ជួលទីតាំងហ្នឹងដែរបើគាត់ជួលបានរហូតនោះពិតជាល្អមែនតែនការលក់ដូរនៅក្នុងផ្សារនេះគេប្រើតែលុយសុទ្ធទេណាបងប្អូនគេអត់មានប្រើកុសកាតកុសអីទេបងប្អូនណាដែលទៅត្រូវតែដូរជាលុយសុទ្ធសិនតិចថាអូចូលក្នុងផ្សារគេនេះឲ្យតែមានកាតលុយអីចឹងណាទៅទិញបានអីអត់ទេតើតែមានលុយសុទ្ធអ្នកដែលមានចំណាប់អារម្មណ៍ចង់ទៅលេងផ្សារហ្នឹងឬក៏ចង់ទៅទិញផ្លែឈើបន្លែអីនៅផ្សារហ្នឹងបងប្អូនអាចយកអាស័យដ្ឋានពីខ្ញុំនៅក្នុង comment ក្រោមវីដេអូបងប្អូនខ្ញុំបញ្ជាក់ទៀតពួកបងប្អូនខ្លះគាត់មើលវីដេអូខ្ញុំអត់ចប់ទេហើយគាត់ចេះដេញសួរខ្ញុំថាអត់ព្រមដាក់ address ទេបង្ហាញផ្សារហើយអត់ដាក់ address ទៀតតាមពិតបងប្អូនអាចដែរចូលទៅមើលនៅក្នុង comment នេះនៅក្នុង comment ហ្នឹងគឺខ្ញុំដាក់ address ផ្សារហើយឲ្យតែកន្លែងណាខ្ញុំស្គាល់ច្បាស់ចាខ្ញុំចង់ប្រាប់អាស័យដ្ឋានគឺទៅមើលក្រោម comment ហ្នឹងទៅឃើញហើយជាពិសេសជាកន្លែងបើកថ្មីឬក៏កន្លែងដែលខ្ញុំអត់ធ្លាប់ទៅភាគច្រើនគឺខ្ញុំដាក់ address នៅក្រោមហ្នឹងតែម្ដងអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ជួយទៅទិញបងប្អូនយើងឲ្យច្រើនទៅដើម្បីឲ្យផ្សារហ្នឹងនៅដើរបន្តទៀតអញ្ចឹងទៅយើងអាចទៅផ្សារ flea market ឬមួយក៏ផ្សារមេឃឬមួយក៏ farmer market ហ្នឹងយ៉ាងស្រួលចិត្តតែម្ដងសម្បូរផ្លែឈើដោយការពីមុនដែរបងប្អូនប៉ុន្តែគាត់ថាខែនេះវាអត់សូវសម្បូរខ្លាំងដោយអាខែ summer ទេពួកអីឥឡូវវាចិត្តចូលត្រជាក់
ចឹងផ្លែឈើមានតែតាមរដូវកាលបងប្អូនប៉ុន្តែនៅតែសម្បូរហើយចំណែកដំណាំផ្សេងដែលបងប្អូនចង់ទិញយកទៅដាំក៏គេរើយកទៅលក់នៅខាងក្នុងនឹងដែរបងប្អូនដំណាំទូចដំណាំធំលើកមុនអត់មានរោងអត់មានផ្សារអីត្រឹមត្រូវលក់នៅខាងក្រៅដើមឈើមើលទៅតំណងតិចបងប្អូនដល់តែពេលលើកយកមកលក់នៅក្នុងផ្សារតែម្ដងអញ្ចឹងដូចមានអារម្មណ៍ថាប្លែកចិត្តដែរតាខ្ញុំទៅការពីព្រឹកមិញហ្នឹងខ្ញុំឃើញមនុស្សជាច្រើនដែលគាត់ចូលទៅទិញនៅក្នុងផ្សារហ្នឹងឬចូលទៅដើរលេងផ្សារហ្នឹងគាត់សប្បាយចិត្តមែនតើពួកអីកន្លែងហ្នឹងចូលទៅដូចមានអារម្មណ៍ថាពួកចង់ដើរហ្មងអត់ភ័យខ្លាចហត់បែកញើសអីទេឬក៏ភ្លៀងឬក៏ក្តៅឬក៏ត្រជាក់អីទេមកល្មមដើរស្រួលតែម្ដងសម្រាប់អ្នកមានកូនតូចអីមិនបាច់ភ័យខ្លាចកូនត្រូវក្តៅខ្លាំងត្រូវត្រជាក់ខ្លាំងអីទេចាស់អីហ្នឹងហើយណាមួយទៀតដើរគ្មានប្រឡាក់ជើងអីទេបងប្អូនគេចាក់សាបឡើងវាលហើយកន្លែងនេះកន្លែងគេលក់ម្ហូបបងប្អូនហើយនឹងគេគូអាកនុះលឿងមួយហ្នឹងគឺជាកន្លែងសម្រាប់គេដាក់ជួលហ្នឹងហើយតាមមកប្រឡោះដោយសារតែអត់តមានអ្នកលក់ច្រើនអញ្ចឹងទៅនៅសល់អាប្រឡោះហ្នឹងគឺច្រើនមែនតែនហើយការលក់ម្ហូបអាហារនៅក្នុងហ្នឹងច្រើនគួរសមបងប្អូនប៉ុន្តែគឺភាគច្រើនបងប្អូនសាសវៀតណាមគាត់អ្នកលក់បងប្អូនចាម្ហូបវៀតណាមគឺច្រើនមែនតែនសង្ឃឹមថាផ្សារនឹងលក់យូរបើលក់យូរប្រហែលជាមានបងប្អូនសាសផ្សេងទៀតដូចខ្មែរដូចជាលាវដូចជាអីហ្នឹងគឺគាត់ទៅលក់នៅនឹងច្រើនដែរផ្សារហ្នឹងនឹងអ៊ូអរខ្លាំងជាងមុនទៀតសប្បាយទាំងអស់គ្នា